nhóm មានរឿងសំខាន់ចង់ប្រាប់ដឹងអត់ QR ដុល្លារនិងរៀលរួមបញ្ចូលតែមួយក្នុង KQR ដែលមានរសញ្ញាបកងតែបងប្អូនមួយចំនួននៅតែមានចម្ងល់មិនបើ scan ម្ដងចេញទៅលុយខ្មែរចង់បានលុយដុល្លារគេ scan ត្រូវធ្វើម៉េចបងប្អូនទាំងអស់គ្នាកំពុងជួបបញ្ហាបែបហ្នឹងត្រូវអត់តោះខ្ញុំនឹងបំបត្តិនៅក្នុងវីដេអូនេះនៅពេលដែលបងប្អូន scan ទូទាត់ជាមួយ KQR ដែលមានរសញ្ញាបកងបែបនេះគឺបងប្អូនអាច scan ទូទាត់បានពីគ្រប់ធនាគារទាំងអស់ដែលជាសមាជិកបកងជាពិសេស KQR នេះគឺមាន QR លុយដុល្លារនិង QR លុយរៀលនៅក្នុង KQR តែមួយតែម្ដងគ្រាន់តែចូលទូទាត់តាម QR បងប្អូនត្រូវកំណត់រូបិយប័ណ្ណដើម្បីទូទាត់បងប្អូនអាចជ្រើសរើសរូបិយប័ណ្ណរៀលឬដុល្លាររួចវាយបញ្ចូលចំនួនទឹកប្រាក់ដើម្បីធ្វើការទូទាត់ចុចទូទាត់ឥឡូវជាការស្រេចសម្រាប់បងប្អូនដែលចង់រក្សាទុកឬក៏ផ្ញើ QR ទៅកាន់នរណាម្នាក់ដំបូងចូល My KQR រួចចុចរើសគណនីបងប្អូនត្រូវរើសគណនីគោលចំនួន2សម្រាប់ទទួលប្រាក់ដែលមានគណនីលុយខ្មែរ1និងដុល្លារ1រួចចុចរក្សាទុកឬក៏បោះពុម្ពចេញមកក្រៅសម្រាប់ប្រើប្រាស់បានមួយវិញទៀតបងប្អូនអាចកំណត់ចំនួនទឹកប្រាក់ដើម្បីធានាបាននូវភាពត្រឹមត្រូវនិងកាន់តែច្បាស់លាស់ហើយចូលមក KQR ចុចកំណត់ចំនួនទឹកប្រាក់បងប្អូនត្រូវរើសគណនីដើម្បីទទួលប្រាក់បញ្ចូលចំនួនទឹកប្រាក់ដែលបងប្អូនត្រូវទទួលឧទាហរណ៍$10រួចចុចយកព្រមបន្ទាប់មកបងប្អូនអាចថតឬក៏ផ្ញើ QR នេះទៅឲ្យភាគីម្ខាងទៀតដើម្បីទូទាត់ក៏បានប្រើ AC Super App ជាមួយ KQR ថ្មីដល់បទពិសោធន៍កាន់តែងាយស្រួលទូទាត់ឆ្លាតវៃបែប Digital អេស៊ីលីដាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត